បងបងឥឡូវនេះគឺយើងឡើងហើយធ្វើឲ្យអីវ៉ាន់នៅស្រុកស្ទងកំពង់ធំយើងចូលមកក្នុងជ្រៅដែរនៅផ្លូវចូលហើយឥឡូវជំរាបសួរបងបងនេះជាសកម្មភាពខ្លះក្នុងការរៀបចំនៅស្បៀងអាហារជូនដល់បងបងវរៈកងទ័ពដែលលោកទាំងអស់បានលះបង់នៅសិទ្ធិស្រុកឈាមស្រស់ដើម្បីការពារនៅទឹកដីនៃប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាទៅវិញឲ្យចែកដល់មែនណាឲ្យខំច្រកមិនថាឲ្យពីឲ្យខ្លួនទៀតបានគាត់ទៅហើយនឹងជួយណាស់តែមកនេះចាបងរៀបខទៅណាដែរបងទៅក៏ទៅឲ្យបងของตัวហើយឥឡូវនេះគឺយើងបានឡើងឡាននៅអង្គរជាច្រើនយើងមាន2ឡានហើយក៏នៅ2ឡានទៀតដែរអញ្ចឹងមានតែរបស់របរនឹងទឹកចិត្តបន្តិចតួចហើយទឹកចិត្តដ៏ធំរបស់បងជាយ៉ាងអមតែនៅស្រុកស្ទងនេះផងដែរមានបំញ៉ាដែរបងសប្បាយចិត្តเอาแล้วมันขึ้นร้อยอยู่ในอย่างนี้ลงเยอะนะបងអត់ទេខ្លាញ់ទៀតអត់ទេមានណាគេហ៎មានតែហូបឯងខ្ញុំដឹងណាខ្ញុំដឹងទៅស្នាប់ផ្អែមមើលណាធាទឹកណត់ផ្អែមមែនទេស្នាប់ធម្មជាតិទេហើយនៅស្រុកស្ទងបើមិនជឿមើលតដាំឆ្នោតក្រោយខ្នងហើយការអាចមកបានហាក់មានគីមីណាសុទ្ធ 100% ហ្មងសូម្បីតែដល់ទឹកសុទ្ធដែរដល់ទឹកសុទ្ធដែរទឹកសុទ្ធទៀតទឹកសុទ្ធទឹកស្នោតមកពីណាអូនទឹកស្នោតធម្មជាតិពិតស្រុកស្ទងខេត្តកំពង់ធំហូបបានហូបហើយរសជាតិមិនដែរទឹកណែផ្អែមឆ្ងាញ់ដល់ផ្លែនៅក្រោយខ្នងបងណែហ្វេកទៅហើយដល់វានេះកំឡងហើយដាច់ទេតានេះទឹកស្នោតស្អែមមិនជឿដែរអែមអូថ្ងៃនេះជើងណាណាអូនេះឃើញជើងអត់អីទេជើងណាអត់ទេណាចាជាតិអូថ្ងៃនេះបាត់បាល់លើនេះឆ្ងាញ់អត់ឆ្ងាញ់ខ្លាំងមែនតើមួយទៀតនោះហើយទៅដៃខាតគាត់និយាយយកទេហ្នឹងតាមនេះរហូតដល់ហ្នឹងពេញទឹកទៅមើលរត់តែណាបងច្រឡអត់ក្រែចាចេះចុះសួរផ្លូវគាត់ឲ្យអត់ក្រែបងនេះមិនកណាផាអត់ពីឲ្យទៅមិនដល់ណាហើយកញ្ញាយើងមកដល់រំរាំងគេហៅថាទីរោងខែកំពង់ធំដំរីចាន់ខែចង់និយាយថាថ្ងៃហ្នឹងដាច់យកមួយគ្នាចង់និយាយចឹង